ស្នើសុំមួយទៀតតាមអាជ្ញាធរជាពិសេសនៅផ្ទះនៅតាមដងផ្លូវសូមធ្វើបញ្ជីតារាងបញ្ជីមួយវត្តមាននៃការចិញ្ចឹមឆ្កែផ្ទះទីប្រមាណចិញ្ចឹមឆ្កែប្រមាណក្បាលឆ្កែឈ្មោះអីអាយុប្រមាណមានប្រវត្តិធ្លាប់ខំទេអីគេមកអស់មានប្រវត្តិធ្លាប់ឡានប៉ះប្រមាណដងម៉ូតូបុកប្រមាណដងធ្លាប់បាក់ជើងយ៉ាងម៉េចមានប្រវត្តិអស់ហ្នឹងហើយសូមធ្វើអាហ្នឹងឲ្យខ្ញុំហើយណែនាំគឺឈប់ឲ្យចិញ្ចឹមឈប់ឲ្យចិញ្ចឹមមកអត់មានមកចិញ្ចឹមអីនៅតាមផ្លូវទេចិញ្ចឹមឲ្យប្រឡែងឆ្កែឲ្យម៉ូតូបុកស្លាប់មនុស្សឡានបុកគ្រោះថ្នាក់វាគ្រប់តែគ្នាខំគេខំឯងជុះឯងពេញផ្លូវកាយសម្រាប់ពេញសាធារណៈអីចឹងវាល្មមប្រឈប់ចិញ្ចឹមឆ្កែអ្នកចិញ្ចឹមឆ្កែទាំងឡាយចឹងវាដល់ពេលល្មមមកវាថាស្រឡាញ់ឆ្កែពេកទេអាហ្នឹងចិញ្ចឹមក្នុងរបងផ្ទះយើងទៅឬក៏ក្នុងបន្ទប់ដេកយើងទៅឬក៏ចងខ្សែវាទៅឬក៏មានទ្រុងវាទៅអាហ្នឹងយើងណែនាំប្រជាពលរដ្ឋដែលនៅតាមដងផ្លូវហ្នឹងឲ្យធ្វើអញ្ចឹងទៅហ្នឹងហើយសម័យនេះវាគួរសម័យដែលយើងចេះគ្រប់គ្រងសត្វធាតុដែលយើងចិញ្ចឹមហើយហ្នឹងហើយរឿងគោរឿងក្របីយើងនិយាយរួចថាគោក្របីជ្រូកពពែមន់ទីមកអីទាំងអស់ហ្នឹងយើងបានជជែកហើយប៉ុន្តែខ្ញុំសូមឲ្យលើកនេះរឿងផ្ដោតអារម្មណ៍ទៅលើឆ្កែហ្នឹងព្រោះគ្រោះថ្នាក់ច្រើនណាថ្ងៃមុនខ្ញុំបុកមកខូចឡានហ្នឹងក៏មិនអស់មិនតិចដែរហ្នឹងវាចូល$7,000ដែរហើយនឹងមិនគ្រោះថ្នាក់ដល់អីផងវាគ្រាន់តែខូចឡានហ្នឹងហើយគ្នាយើងគ្រប់គ្នាក៏មានបញ្ហាអញ្ចឹងដែរហើយរបាយការណ៍ធ្លាប់មានដែរបុកឆ្កែដួលងាប់ឡានកិនហ្នឹងក៏មានដែរអញ្ចឹងពួកអ្នកដែលចិញ្ចឹមឆ្កែទាំងឡាយហ្នឹងគឺត្រូវបញ្ឈប់ហើយហ្នឹងហើយសន្តិសុខយើងនៅតាមមូលដ្ឋានមួយយើងពង្រឹងទៅមិនមែនយកឆ្កែយកមកធ្វើកងការពីតាមផ្ទះហ្នឹងទេហ្នឹងហើយផ្ទះមួយត្រូវចេះប្រយ័ត្នប្រយែងខ្លួនឯងទៅកុំបាច់ទៅប្រើកម្លាំងអីឆ្កែអីចឹងហ្នឹងហើយបញ្ចប់ទៅហើយរឿងចឹងដូចខ្ញុំនិយាយចឹងបើស្រឡាញ់ចិញ្ចឹមក្នុងបន្ទប់ដេកខ្លួនឯងហ្នឹងមួយទៅនឹងព្រោះសុកគេធ្វើអញ្ចឹងតាហ្នឹងហើយឬក៏ក្នុងលបងផ្ទះកុំឲ្យចេញក្រៅឬក៏ចងខ្សែឬក៏ទ្រុងអីចឹងទៅអត់មានមកធ្វើអញ្ចឹងតទៀតទេធ្វើអញ្ចឹងវាគ្រោះថ្នាក់ណាគ្រោះថ្នាក់គ្រប់គ្នាទាំងអស់គ្នានោះហ្នឹងសូមមើលអាហ្នឹងយកបញ្ជីអស់ទៅផ្ទះណាចិញ្ចឹមប្រមាណក្បាលអីហ្នឹងហើយណែនាំឲ្យបញ្ឈប់ហើយតែថាមានបញ្ហាអីអាហ្នឹងគេកំណត់ដែរឥឡូវឆ្កែពណ៌ខ្មៅស្អីណាអីណាគាត់នេះផងភិនភាកឆ្កែហ្នឹងផងសបល់ខ្មៅអីណាចលក់សអីណានៅកតុយនៅអីម្រាមជើងអីហ្នឹងមានអញ្ចឹងទាំងអស់បដ ாய் ទៅហើយប្រាប់គេយើងធ្វើនេះធ្វើដើម្បីឲ្យគេខ្លាចតិចព្រោះថានៅពេលដែលមានគ្រោះថ្នាក់ម៉ូតូបុកគ្រោះថ្នាក់ឡានបុកគ្រោះថ្នាក់គឺគេយកភិនភាកឆ្កែហ្នឹងតាមរកម្ចាស់ហើយគេនឹងផ្ញើរូបភាពទាំងអស់ហ្នឹងមកមេភូមិហ្នឹងដើម្បីមេភូមិស្គាល់ថាអូឆ្កែហ្នឹងប្រភេទឆ្កែហ្នឹងណៃអញ្ចឹងអាហ្នឹងត្រូវសងគេអាហ្នឹងត្រូវអញ្ចឹងបើគ្រោះថ្នាក់ដល់ជីវិតគេអាហ្នឹងត្រូវសងគេមិនតិចទេអាហ្នឹងមើលអាហ្នឹងមែនតើអត់មានលេងសើចទេយើងមន្ត្រីរាជការទៅតាមមូលដ្ឋានយើងមើលអាហ្នឹងហ្នឹងហើយរកពេលវេលាចាត់ចែងធ្វើអាហ្នឹងឲ្យខ្ញុំមើលអាចខែក្រោយធ្វើរបាយការណ៍ហ្នឹងមកខ្ញុំពីវត្តមាននៃអ្នកចិញ្ចឹមឆ្កែហ្នឹងឲ្យមែនតើនិយាយតែយើងមិនយកចិត្តទុកដាក់ស្អីក៏វាអត់ចេញដែរ